9 យ៉ាងមានតម្លៃជាងលុយនៅក្នុងផ្លូវលោកីលុយមានសារៈសំខាន់ខ្លាំងណាស់អាចនិយាយបានថាលុយគឺជាអ្វីច្រើនយ៉ាងប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងទាំងអស់នោះទេនៅក្នុងโลกនេះមានរបស់មួយចំនួនទៀតដែលមានតម្លៃជាងលុយហើយលុយមិនអាចទិញវាបានរបស់ទាំងនោះមាន 1. ជំនឿចិត្តជំនឿចិត្តបង្កើតបាននូវថាមពលនិងបង្កើតបាននូវក្តីសង្ឃឹមដល់មនុស្សគ្រប់គ្នាផងដែរប្រសិនបើមិនមានជំនឿចិត្តក្នុងខ្លួនមនុស្សគ្រប់គ្នានឹងមិនមានកម្លាំងកំហែងនិងថាមពលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារឲ្យកើតចេញជាសមិទ្ធផលនិងកើតមានជាប្រយោជន៍បានឡើយសូម្បីតែកម្លាំងកំហែងក្នុងការធ្វើការងារឬកម្លាំងកំហែងដកដង្ហើមក្នុងការរស់នៅក៏មិនមានកម្លាំងក្នុងការដកដែរអ្នកអាចនិយាយថាប្រសិនបើមនុស្សបាត់បង់ជំនឿចិត្តហើយនឹងបណ្ដាលឲ្យអស់សង្ឃឹមហើយបើមនុស្សអស់សង្ឃឹមនោះជីវិតរបស់ពួកគេមិនខុសពីស្លាប់ទាំងរស់នោះទេជំនឿចិត្តមានសារៈសំខាន់ណាស់លុយមិនអាចទិញជំនឿចិត្តបានឡើយប៉ុន្តែអ្នកអាចបង្កើតជំនឿចិត្តក្នុងខ្លួនបានដោយខ្លួនឯង2. សុខភាពគឺជាអ្នកបង្កើតជីវិតជាអ្នកទ្រទ្រង់ជីវិតហើយក៏ជាអ្នកបន្តឲ្យជីវិតមានសកម្មភាពរស់នៅជាប្រក្រតីនិងបង្កើតថាមពលផ្សេងៗក្នុងការបំពេញកិច្ចការងារផងដែរព្រះពុទ្ធទ្រង់សម្ដែងថាមានសុខភាពល្អគឺមានទ្រព្យដ៏ប្រសើរបំផុតបើអ្នកមិនមានសុខភាពល្អទេអ្នកមិនអាចបំពេញការងារបានឡើយហើយវានឹងក្លាយទៅជាបន្ទុកមួយនៅក្នុងគ្រួសារឬជាបន្ទុកខ្លួនឯងទៀតផងហេតុនេះគ្រប់គ្នាត្រូវថែទាំសុខភាពឲ្យបានល្អពីព្រោះសុខភាពនេះមិនអាចយកលុយទៅទិញបានទេប្រសិនបើដល់ដំណាក់កាលចុងក្រោយឬដំណាក់កាលធ្ងន់ធ្ងរនោះកុំលះបង់សុខភាពដើម្បីលុយត្រូវហ៊ានលះបង់លុយដើម្បីសុខភាព3. ពេលវេលារាល់ថ្ងៃមនុស្សគ្រប់គ្នាបានចំណាយពេលវេលាទៅរកលុយប៉ុន្តែនៅពេលមានលុយគ្រប់គ្រាន់ហើយតើអ្នកអាចយកលុយនោះទៅទិញពេលវេលាវិញបានទេកុំថាឡើយលុយដែលអ្នករកបានដោយខ្លួនឯងសូម្បីលុយដែលប្រមូលទាំងអស់នៅលើផែនដីយកមកទិញពេលវេលា1វិនាទីក៏មិនបានដែរដូច្នេះអ្នកត្រូវប្រើប្រាស់វេលាឲ្យមានតម្លៃជាទីបំផុតជាពិសេសគួរប្រើពេលវេលាក្នុងការបង្កើតនូវគុណប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃឲ្យបានជាអតិបរមាថ្មីត្បិតថាលុយមិនអាចទិញពេលវេលាបានក៏ពិតមែនប៉ុន្តែមានន័យថាអ្នកត្រូវចំណាយពេលវេលាឲ្យបានព្រឹត្តព្រៀងជាទីបំផុតក្នុងការបង្កើតអ្វីដែលមានតម្លៃសម្រាប់ជីវិតអ្នកគឺកុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយពុំបានសាងផលប្រយោជន៍អ្វីឲ្យសោះពេលវេលាអាចទិញលុយបានតែលុយមិនអាចទិញពេលវេលាបានទេ4. សេចក្តីស្រឡាញ់ដ៏បរិសុទ្ធមិនអាចទិញបានដោយលុយនោះទេសេចក្តីស្រឡាញ់ដែលអាចទិញបានដោយលុយគឺជាសេចក្តីស្រឡាញ់ក្លែងក្លាយឬសេចក្តីស្រឡាញ់បន្លំក្នុងការរាប់អានការចងសម្ព័ន្ធមេត្រីភាពផ្សេងៗឬស្នេហាក្តីអ្នកមិនអាចយកលុយទៅទិញទឹកចិត្តស្រឡាញ់ពិតប្រាកដបានឡើយពិតណាស់លុយអាចទិញបានត្រឹមសេវារួមភេទតែប៉ុណ្ណោះប៉ុន្តែមិនអាចទិញបាននូវមនោសញ្ចេតនាដែលកើតចេញពីការពេញចិត្តដែលកើតចេញពីសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបានទេបើចង់មានមនុស្សជាទីស្រឡាញ់ឬចង់ទទួលបានសេចក្តីស្រឡាញ់ពិតប្រាកដកុំយកលុយទៅទិញគឺត្រូវយកបេះដូងទៅបំពេញឲ្យគ្នាទៅវិញទៅមកគឺយកបេះដូងទៅធ្វើជាធ្នាក់តាក់ទាញគ្នាទៅវិញទៅមកអ្នកត្រូវផ្ដល់ក្តីស្រឡាញ់ពិតទៅកាន់គេមុនអ្នកត្រូវស្រឡាញ់គេដោយភាពបរិសុទ្ធទើបអ្នកទទួលបានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនិងបរិសុទ្ធត្រឡប់មកវិញនៅពេលអ្នកទទួលបានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធត្រឡប់មកវិញហើយអ្នកមិនត្រូវបណ្ដោយឲ្យសេចក្តីស្រឡាញ់នោះចាក់ចេញទៅឆ្ងាយពីអ្នកកុំបណ្ដោយឲ្យលុយទៅថែទាំឬថែរក្សាសេចក្តីស្រឡាញ់របស់អ្នកប៉ុន្តែអ្នកត្រូវតែទៅយកបេះដូងរបស់អ្នកទៅថែរក្សាសេចក្តីស្រឡាញ់នោះទើបសេចក្តីស្រឡាញ់នោះគង់វង្សយូរអង្វែងបាន 5. សមត្ថភាពអាចជាចំណេះដឹងអាចជាជំនាញដែលកើតឡើងពីការខិតខំប្រឹងប្រែងរៀនសូត្រការអនុវត្តឬការសន្សំបទពិសោធន៍សមត្ថភាពរបស់មនុស្សមិនអាចយកលុយទៅទិញបានទេអ្នកគ្រាន់តែអាចយកលុយទៅបង់ថ្លៃសេវាកម្មរៀនបានឬអាចយកលុយទៅបង់ថ្លៃសាលាប៉ុន្តែមិនអាចយកលុយទៅទិញសមត្ថភាព
ទៅទិញចំណេះដឹងឬជំនាញយកមកចាក់បញ្ចូលក្នុងខ្លួនឬមកចាក់បញ្ចូលក្នុងខួរក្បាលបាននោះទេបើចំណេះដឹងជំនាញឬក៏សមត្ថភាពអាចទិញចាក់បញ្ចូលអ្នកមានកាន់តែឆ្លាតហើយអ្នកក្រគ្មានសង្ឃឹមថាឆ្លាតជាងអ្នកមាននោះទេប៉ុន្តែចំណេះដឹងជំនាញឬសមត្ថភាពកើតឡើងមកពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដែលអ្នកទាំងអស់គ្នាអាចខិតខំប្រឹងប្រែងរៀនសូត្របានទាំងអស់គ្នាទាំងអ្នកមានក៏អាចសិក្សារៀនសូត្របានទាំងអ្នកក្រក៏អាចសិក្សារៀនសូត្របាននេះជាភាពយុត្តិធម៌របស់ធម្មជាតិដូច្នេះបើសិនជាអ្នកចង់មានសមត្ថភាពខ្ពង់ខ្ពស់ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លារៀងៗខ្លួន6. មនសិការឧត្តមគតិភាពស្មោះត្រង់ភាពសុចរិតរបស់ទាំងនេះមានតម្លៃថ្លៃខ្លាំងណាស់មិនអាចទិញបានទេទោះជាត្រូវចំណាយលុយប៉ុន្មានលានប៉ុន្មានកោតក៏មិនអាចទិញបានដែរបើសិនជានរណាឆោតរងងលក់របស់នេះក្នុងតម្លៃណាមួយចេញពីខ្លួនពិតណាស់គេអាចនឹងក្លាយទៅជាអ្នកមានព្រោះលក់បានផលច្រើនប៉ុន្តែគេនឹងក្លាយទៅជាអ្នកមានដ៏ថោកទាបជាទីបំផុតគឺថោកទាបជាងអ្នកក្រជាងអ្នកសុំទាននិងជាងសត្វដេរឆានទៅបាននិយាយពីអ្នកបានលក់ក្បាលលក់ភាពល្អប្រសើរបាត់ទៅហើយអ្នកនោះនៅសល់តែភាពថោកទាបដែលបិទបាំងដោយសាច់ឈាមប៉ុណ្ណោះមនសិការនិងឧត្តមគតិបើរក្សាបានល្អវាមានតម្លៃមហិមាចាយវាមិនចេះអស់តែបើអ្នកលក់វាចេញគឺថោករកលេខដាក់គ្មាន7. មិត្តភាពឬការរាប់អានការរាប់អានដោយសុទ្ធចិត្តមិនអាចយកលុយទៅទិញបានទេដូច្នេះបើបានរាប់អានគ្នាជាមិត្តភក្តិហើយគួរតែកុំក្បត់គ្នាដើម្បីតែលុយបើសិនជាភាគីណាមួយនៃសម្ព័ន្ធភាពបានក្បត់មិត្តភាពបានកាត់ផ្តាច់ចំណងទាក់ទងដែលត្រឹមត្រូវពីគ្នាដោយសារតែផលប្រយោជន៍ដោយសារតែភាពលោភលន់ណាមួយឬដោយសារតែភាពអាត្មានិយមណាមួយហើយនោះគឺគ្មានន័យគ្មានតម្លៃអ្វីក្នុងការរាប់អានគ្នាឡើងវិញឡើយមនុស្សដែលយល់អំពីតម្លៃនៃមិត្តភាពគេសុខចិត្តបាត់បង់លាភសក្ការៈទាំងឡាយឲ្យតែបានអង្គុយផឹកទឹកតែជាមួយគ្នាក្នុងនាមជាមិត្តភក្តិពោពេញទៅដោយអារម្មណ៍កក់ក្ដៅអារម្មណ៍ស្និទ្ធស្នាលនិងភាពស្មោះត្រង់អ្នកមានមួយចំនួនដែលមានចរិតក្បត់បំពានគ្នានោះថ្ងៃក្រោយនឹងក្លាយជាមនុស្សកំព្រាឯកាចាប់ផ្ដើមអង្គុយគិតពិចារណាការពិតទៅដុល្លារដ៏មហាសាលនេះគ្មានអ្វីអស្ចារ្យជាងទឹកតែមួយកែវទេហើយពេលនោះគេនឹងចាប់ផ្ដើមមានវិប្បដិសារីនិងមានការសោកស្ដាយព្រោះតែជុំវិញខ្លួនរបស់គេមានតែមិត្តភាពคล้ายៗមករួមសើចរួមស៊ីរួមសប្បាយមិនមានមិត្តភក្តិពិតប្រាកដដែលរាប់អានគ្នាដោយសុទ្ធចិត្តនោះទេដូច្នេះហើយបើអ្នកមានមិត្តភក្តិល្អត្រូវរក្សាភាពស្មោះត្រង់ភាពស្មោះសរនិងរឹតចំណងមិត្តភាពនោះឲ្យបានតឹងស្វិតអស់មួយជីវិតកុំយកតម្លៃលុយតម្លៃអាត្មានិយមមកផ្ដាច់តម្លៃមិត្តភាព 8. អ្នកមានគុណគឺជាអ្នកធ្លាប់បានបង្កើតសង្គ្រោះបង្រៀននិងបានជួយអ្នកទាំងអស់គ្នាក្នុងស្ថានភាពអាក្រក់ណាមួយហេតុនេះអ្នកត្រូវដឹងគុណនិងតបស្នងសងគុណដល់ពួកលោកវិញអ្នកមិនត្រូវប្រងើយកន្តើយធ្វើមិនដឹងធ្វើមិនឮហើយមិនត្រូវរមិលគុណជាដាច់ខាតជនដែលមានគុណចំពោះអ្នកគឺមានតម្លៃឥតគណនាមិនអាចយកទឹកប្រាក់ទៅប្រៀបធៀបបានទេនៅពេលអ្នកយល់អំពីតម្លៃនៃគុណនេះហើយគឺត្រូវតបស្នងសងគុណឲ្យបានសមគួរជាទីបំផុតអ្វីត្បិតថាអ្នកមិនអាចសងគុណដល់ក្រៃក្រាស់នេះអស់ក៏ពិតមែនតែអ្នកត្រូវខិតខំប្រឹងប្រែងសងគុណឲ្យអស់ពីលទ្ធភាពនិងឲ្យអស់ពីទឹកចិត្តរបស់ខ្លួន 9. ជាតិមាតុភូមិជាទឹកដីកំណើតខ្លួនផ្ទាល់ជាទឹកដីកំណើតរបស់ឪពុកម្ដាយឬជាទឹកដីកំណើតរបស់ជីដូនជីតារបស់អ្នកពោលគឺជាតិមាតុភូមិជាទឹកដីដែនដីកំណើតឬជាប្រភពនៃកំណើតតាំងពីដំណតរៀងមកហេតុនេះជាតិមាតុភូមិមានតម្លៃខ្លាំងណាស់មិនអាចបរិយាយបានប្រសិនបើគ្មានជាតិមាតុភូមិក៏គ្មានជីដូនជីតាឪពុកម្ដាយហើយក៏គ្មានអ្នកដែរទោះបីជាអ្នកចាកចេញពីជាតិមាតុភូមិទៅដល់ទីណាកន្លែងណាក៏ដោយសូមកុំភ្លេចឲ្យសោះអំពីទឹកដីដែនកំណើតជាតិមាតុភូមិគឺត្រូវស្រឡាញ់និងត្រូវហ៊ានលះបង់ក្នុងការការពារនិងថែរក្សាឲ្យបានគង់វង្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជ្រៅជ្រះត្រូវខិតខំប្រឹងប្រែងរកទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវត្រូវហ៊ានលះបង់ទ្រព្យសម្បត្តិនិងធនធានកម្លាំងកាយចិត្តគំនិតស្មារតីដើម្បីចូលរួមកសាងជាតិមាតុភូមិឲ្យបានគង់វង្សនិងរុងរឿងតរៀងទៅ